ពេលវេលាពិតជាដើរលឿនណាស់ត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះឆ្នាំថ្មីនឹងចូលមកដល់នេះជាពេលដ៏ល្អបំផុតដែលយើងគួរតែងាកមើលផែនការនិងគោលដៅដែលយើងបានតាំងចិត្តធ្វើកាលពីដើមឆ្នាំផ្នែកសំខាន់ដែលត្រូវត្រួតពិនិត្យនឹងស្ថានភាពបច្ចុប្បន្នសុខភាពផ្លូវកាយមិនហើយគម្រោងហាត់ប្រាណការញ៉ាំអាហារល្អបានអនុវត្តទៀងទាត់ទេសុខភាពផ្លូវចិត្តបានចំណាយពេលសម្រាករំសាយអារម្មណ៍គេងគ្រប់គ្រាន់និងគ្រប់គ្រងភាពតានតឹងបានល្អទេសុខភាពហិរញ្ញវត្ថុគម្រោងសន្សំលុយគម្រោងវិនិយោគបានសម្រេចប្រមាណ%ហើយការអភិវឌ្ឍចំណេះដឹងគម្រោងអានសៀវភៅយ៉ាងតិច10ក្បាលក្នុងមួយឆ្នាំបានដល់ក្បាលទីប្រមាណហើយជំនាញនិងអាជីពបានរៀនជំនាញថ្មីឬចូលវគ្គបណ្ដុះបណ្ដាលដែលចាំបាច់សម្រាប់អាជីវកម្មរបស់អ្នកទេសំណួរដែលត្រូវសួរខ្លួនឯងតើខ្ញុំសម្រេចបានប្រមាណ%នៃគោលដៅធំរបស់ខ្ញុំឧទាហរណ៍ 70% 60% 40 ឬ 30%តើអ្វីជាសមិទ្ធផលដ៏ធំបំផុតរបស់ខ្ញុំក្នុងឆ្នាំនេះមិនថាតូចឬធំត្រូវតែឲ្យតម្លៃវាតើខ្ញុំបានរៀនមេរៀនអ្វីខ្លះពីការបរាជ័យឬឧបសគ្គដែលបានជួបត្រូវចាំថាមេរៀនសំខាន់ជាងលទ្ធផលកុំចាំដល់ដាច់ឆ្នាំដំណាក់កាលចុងក្រោយគឺសំខាន់ប្រសិនបើអ្នកនៅសល់ពេលតិចតួចឬនៅមិនទាន់បានសម្រេចគោលដៅនៅឡើយកុំទាន់អស់សង្ឃឹមពេលដែលនៅសល់នេះគឺជាឱកាសចុងក្រោយដើម្បីរៀបចំផែនការខ្នាតតូចបែងចែកគោលដៅធំដែលនៅសេសសល់ទៅជាសកម្មភាពតូចប្រចាំថ្ងៃឬប្រចាំសប្តាហ៍ដើម្បីបង្កើនល្បឿនក្នុងការសម្រេចផ្ដោតលើអាទិភាពកំណត់អាទិភាពសំខាន់បំផុត3ដែលអ្នកពិតជាចង់សម្រេចមុនដំណាច់ឆ្នាំកុំព្យាយាមធ្វើអ្វីច្រើនយ៉ាងក្នុងពេលតែមួយចាប់ផ្ដើមឥឡូវនេះកុំពន្យាពេលដោយគិតថាចាំឆ្នាំក្រោយចាំចាប់ផ្ដើមថ្មីភាពជោគជ័យនៃការអភិវឌ្ឍខ្លួនគឺស្ថិតនៅលើវិន័យនិងការចាប់ផ្ដើមធ្វើមិនមែនរងចាំពេលវេលាដែលល្អឥតខ្ចោះនោះទេការអភិវឌ្ឍខ្លួនឯងមិនមែនជាការប្រណាំងប្រជែងជាមួយអ្នកដទៃទេតែជាការប្រកួតប្រជែងជាមួយខ្លួនឯងកាលពីម្សិលមិញត្រូវចាំថាថ្ងៃនេះត្រូវតែប្រសើរជាងម្សិលមិញ